Và số sẽ đây từng học nghĩaនៅក្នុង video មួយនេះខ្ញុំនឹងបង្ហាញពីរបៀបគូ part 3នៅក្នុង chapter 3របស់យើងបាទអញ្ចឹងយើងមើល tool ដែលយើងត្រូវប្រើនៅក្នុង part 3របស់យើងបាទយើងមាន smart dimension line ណា rectangle ហើយនិង add relation នៅក្នុង sketch ណាបាទចំណែកឯនៅក្នុង feature វិញបាទយើងមាន extruded boss យើងមាន extruded cut យើងមាន fillet ហើយនិង chamfer បាទហើយទាំងអស់គ្នា complete review តាក់ទងជាមួយនឹងការប្រើ shortcut នៅក្នុង SolidWorks ផងបាទយើងនឹងប្រើ shortcut ជាច្រើនដើម្បីជួយសម្រួលការគូររបស់យើងបាទអញ្ចឹងដើម្បីបានទំហំបាទរបស់ part 3យើងអាចចូលទៅមើលនៅក្នុងឯកសាររបស់យើងបានបាទគឺនៅលើទំព័រ35បាទ335អញ្ចឹងយើងត្រូវការបាទយកបាទព័ត៌មានតាក់ទងជាមួយនឹងទំហំបាទចេញពីប្លង់ front view បាទ top ហើយនឹង auxiliary view របស់យើងពេលនេះយើងចូលមកដល់ SolidWorks បាទហើយពេលដែលចូល SolidWorks ភ្លាមយើងកុំភ្លេចបាទកែខ្នាតបាទតមកទៀតយើងត្រូវរើសប្លង់បាទហើយយើងបង្វិលវាឲ្យកែងបាទយើងត្រូវការហើយគូនៅក្នុងប្លង់ front view បាទតមកនេះយើងត្រូវការ pass បាទហើយរូបភាពដែលយើងបានកាត់យកចេញពីហើយសៀវភៅមកណាបាទដើម្បីយើងអាចយកជាទម្រង់យោងហើយនឹងទំហំរបស់យើងគូបានអញ្ចឹងយើងចូលនៅក្នុង line បាទឥឡូវបើយើងអត់ទាន់បាន select plane ទេបើ SolidWorks បោះ message មកយើងអាចចុចបំបែកនៅក្នុង part នេះមកបាទយើងយក front plane បាទហើយយើងអាចចាប់ផ្ដើមគូបានបាទអញ្ចឹងនៅក្នុងនេះយើងមានការណែនាំពីសៀវភៅរបស់យើងឲ្យយើងគូសចេញពីគោលតម្រុយនៅត្រង់កេមខាងលើនេះបាទអញ្ចឹងយើងចាប់ផ្ដើមចេញពីកេមខាងលើបាទហើយយើងចុះទៅខាងយើងទៅខាងស្ដាំបន្តិចបាទយើងចុះមកក្រោមបាទយើងរុញទៅឆ្វេងtrade ប្រហែលបាទយើងរុញចុះបាទយើងទៅស្ដាំអូខេឬហើយយើងរុញចុះបាទបន្តមកទៀតបាទយើងរុញប្រហែលបាទមកទៅខាងដេកប្រហែលប្រវែងប៉ុណ្នេះបាទរួចហើយបាទយើងរុញបញ្ឆិតបាទប្រហែលបាទហើយបាទយើងឲ្យ to snap បាទយើងរុញភ្ជាប់ទៅខាងលើបាទយើងបានផ្នែកបិទចិត្តមួយបាទបាទសិនជាយើងមើលនៅលើនេះយើងមានកំហុសឆ្គងបន្តិចបាទហើយពេលដែលយើងគូនៅត្រង់ចំណុចម្ដុំនេះបាទព្រោះយើងនៅខ្វះបាទបន្ទាត់ទៅស្ដាំមួយទៅយើងជួបជាមួយនឹងបន្ទាត់បង្កើតបន្ទាត់ត្រេតបាទនៅពេលដែលយើងខុសបែបហ្នឹងកុំបារម្ភយើងចុចទៅលើបន្ទាត់មួយបាទយើងលុបវាដោយ delete key បាទហើយយើងយក tool បាទនៅក្នុង sketch មកវិញបាទ line បាទយើងអូស line មកស្ដាំបន្តិចហើយចាំយើងបាទគូបញ្ឆិតមកវាណាអូខេឥឡូវអ្វីដែលយើងត្រូវធ្វើដំបូងយើងឃើញថាបន្ទាត់ពីរនេះបាទនៅក្នុង front view គឺស្របគ្នាបាទអញ្ចឹងយើងចូលទៅក្នុង add relation បាទយើងរើសយក add relation បាទយើងចុចបន្ទាត់ទី1ចុចបន្ទាត់ទី2បាទហើយយើងរើសយក option បាទ parallel ពេលនេះបន្ទាត់ទាំងពីររបស់យើងនឹងឃើញថាបាទវាមាននិមិត្តសញ្ញា2ស្របគ្នាណាហើយបង់លេខ1មានន័យថាបន្ទាត់ពីរនេះស្របគ្នានៅពេលដែលយើងឃើញនិមិត្តសញ្ញា2 trade ហ្នឹងបាទបន្តមកទៀតបាទយើងត្រូវការដាក់ទំហំឲ្យបាទ part របស់យើងបាទយើងដាក់ទំហំធំមុនគេបាទប៉ះបន្ទាត់ពីលើក្រោមទំហំនេះគឺមានប្រវែង4 inch បាទបន្តមកទៀតយើងត្រូវការទំហំធំនៅតាមទិសដៅទទឹងណាបាទទំហំខាងក្រោមនេះគឺ3.5 inch បាទឥឡូវយើងមានទំហំបាទយើងនៅសល់ការដាក់មុំបាទនៅលើនេះបាទអញ្ចឹងយើងត្រូវការដាក់មុំយើងប៉ះបន្ទាត់ដេកមួយយើងប៉ះបន្ទាត់ trade បាទរួចហើយយើងរុញមកចំហៀងបាទចន្លោះនេះបាទហើយយើងអាចដាក់បាទមុំ45 degree ណាអូខេបាទអញ្ចឹង SolidWorks នឹងវាយបញ្ចូលមុំ45ឲ្យយើងយើងអាចចុចអក្សរ S ដើម្បីព្រិចមើលបន្តិចបាទទៅមើលវាធំពេកយើងអាចចុចអក្សរ Z ដើម្បី zoom វាអូខេតើទំហំណាទៀតដែលយើងត្រូវស្គាល់ហើយនឹងដាក់បាទគឺយើងត្រូវការទំហំបាទរវាងពីចម្ងាយបន្ទាត់នេះមកដល់ចំណុចបាទអញ្ចឹងប្រវែងហ្នឹងគឺ 1.5 អូខេមានអ្វីទៀតដែលយើងត្រូវមើលគឺ 3.5 យើងមានហើយបើយើងនៅបន្ទាត់ខាងលើបាទ1ហើយនឹង 1.5 ណាបាទអូខេអញ្ចឹងយើងប៉ះបន្ទាត់2នៅខាងនេះបាទយើងអូសឡើងលើបាទវាយមួយអ៊ីងចូលបាទយើងត្រូវការប៉ះចំណុចយើងត្រូវប៉ះបន្ទាត់បាទរួចហើយបើយើងវាយបាទប្រវែងចូលគឺ 1.75 inch បាទ
miền vài tiết đại dương nơi khoa tennis và dương mờ tam tự đế và dương miền hái và muối bảy chục pram muối muối ok trước nhiên tất cả tam tư cho mà đòn đấy nơi tam từ chỗ và dương mơ dương tất cả bằng tọt đấy muối inch và trên dương pa bằng tọt bằng muối tới và dương vay muối inch chốt okต่อมาទៀតបាទយើងត្រូវការប៉ះពីក្រោមឡើងទៅលើជួបជាមួយនឹងបាទចំណុចនៅត្រង់នេះបាទយើងមានទំហំ2 inch បាទយើងត្រូវការបន្តមួយប៉ះបន្តក្រោមហើយយើងឡើងទៅលើប៉ះគែមចំណុចនេះមួយបាទគឺជាទំហំ3 inch ណាយើងវាយ3 inch ចូលបាទឥឡូវយើងឃើញថាហើយ sketch របស់យើងបាទគងតួរបស់យើងគ្រប់បន្តទាំងអស់មានពណ៌ខ្មៅបាទមានន័យថាម៉េចមានន័យថា sketch របស់យើងគឺ well define បាទវាស្គាល់ទំហំនិងស្គាល់ទីតាំងធៀបជាមួយនឹងគល់តម្រុយរបស់ប្លង់របស់យើងនៅក្នុងនេះបាទជាងយើងសេរីបន្តិចដើម្បីកុំឲ្យវាមើលទៅដើម្បីមើលទៅវាមានរបៀបណាបាទអូខេឥឡូវយើងមាន sketch បាទយើងត្រូវការ extrude ដើម្បីយើងដឹងថា extrude ប្រហែលយើងមកមើលនៅប្លង់ខាងលើវិញបាទមានន័យគឺមានប្រវែង3 inch បាទអញ្ចឹងយើងអាចចូលទៅ feature បាទយើងយក extrude បាទហើយជាទូទៅបើសិនជាយើងចង់ប្រើប្លង់ symmetry បាទយើងយក mid plane បាទបន្តមកទៀតបាទជម្រៅរបស់ extrude បាទយើងត្រូវការដឹងណា3 inch បាទយើងវាយ3 inch ចូលបាទអញ្ចឹងយើងបាន extrude សងខាង3 inch បាទតែនៅអ្វីទៀតដែលយើងត្រូវបង្កើតបាទអ្វីដែលយើងអាចបង្កើតបន្តគឺជាបាទរង្វង់មូល2ចោះបាទទៅបាទពីប្លង់ trade រហូតទៅដល់ក្រោមនេះណាអូខេអញ្ចឹងដើម្បីយើងគូររង្វង់មូលនឹងបានយើងត្រូវចុចនៅលើបាទផ្ទៃរបស់ប្លង់ trade បាទហើយយើងបង្វិលកែងអូខេបន្តមកទៀតបាទយើងគួរតែបាទរំកើរូបរបស់យើងបន្តិចណាប៉ះប្លង់នឹងហើយយើងរំកើរូបបន្តិចឡើងបាទសំទោសណាបាទលេខ8 control លេខ8យើងនឹងបានប្លង់កែងឥឡូវយើងអូសហើយរូបមកខាងស្ដាំបន្តិចដើម្បីស្រួលមើលបាទ complete យកបាទប្លង់ហ្នឹងបាទ face របស់វាហើយយើងយក sketch tool បាទអញ្ចឹងអ្វីដែលយើងត្រូវការគឺបាទជារង្វង់2ណាបាទ1បាទ2អូខេបន្តមកទៀតបាទខ្ញុំរំកិលដោយប្រើ control សញ្ញាព្រួញបាទrồi យើងត្រូវការដាក់ទំហំឲ្យរង្វង់ទាំងពីរបើសិនជាយើងមើលលើប្លង់ជំនួយយើងឃើញថារង្វង់ទាំងពីរគឺមានអង្កត់ចិត្ត 0.5 បាទហើយកាត់ទម្លុះទៅបាទស្រួលនេះ TH or U បាទរង្វង់ទាំងពីរយើងមានលេខ2ហើយនិងសញ្ញា x បាទអក្សរ x បាទអូខេមួយទៀតដែលយើងត្រូវដឹងគឺរង្វង់ទាំងពីរមានអង្កត់ចិត្តស្មើគ្នាបាទអញ្ចឹងយើងចាប់ផ្ដើមដាក់អង្កត់ចិត្តឲ្យរង្វង់មួយបាទគឺ 0.5 បាទបន្តមកទៀតយើងមិនចាំបាច់ដាក់ឲ្យរង្វង់មួយទៀតទេបាទយើងហើយចង់ប្រើsymmetry បាទចឹងយើងយក center line បាទបន្តមកទៀតយើងគូ center line ឲ្យចំកណ្ដាលមកបាទអូខេចឹងយក center line មកធ្វើជាកញ្ចក់ដើម្បីយើងបង្កើត symmetry ឲ្យរង្វង់របស់យើងបានយើងយក add relation បាទតទៅទៀតនៅក្នុងប្រអប់ selected entity បាទយើង select រង្វង់1 select រង្វង់2បាទហើយយើងយកបន្ទាត់នេះបាទធ្វើជាកញ្ចក់បាទអញ្ចឹងយើងបង្កើតបាន symmetry ណាអូខេអញ្ចឹងរង្វង់របស់យើងនឹងស្មើគ្នាបាទអ្វីដែលយើងមិនទាន់ស្គាល់បាទសម្រាប់រង្វង់គឺគម្លាតរវាងអង្កត់ផ្ចិតបាទសំទោសរវាងបាទផ្ចិតទាំងពីរបាទ1.5 បាទហើយនឹងចម្ងាយពីផ្ចិតទៅកែបន្ទាត់នេះគឺ0.707បាទអញ្ចឹងយើងត្រូវការ smart dimension បាទយកផ្ចិតទាំងពីរបាទហើយយើងដាក់ទំហំគឺ1.5បាទចំណែកឯពីកែមនេះទៅផ្ចិតរបស់រង្វង់ហ្នឹងបាទគឺ0.707ណាបាទអូខេឥឡូវយើងឃើញថាចិត្តមួយយើងចាំដូរហើយនៅក្នុង edit document បន្តទៀតអូខេឥឡូវយើងបានរង្វង់ទាំងពីរបាទអ្វីដែលយើងត្រូវធ្វើបន្តបាទយើងមើល 3D បន្តិច control 7បាទរួចហើយយើងចូល feature បាទយើងយក extruded cut
តមកទៀតយើងយកពាក្យថាបើយើង option through all នៅក្នុង direction 1 បាទយើងកាត់ចាក់ទម្លុះទៅបាទទាំងអស់ណាអូខេរំកិលរូបរបស់យើងមកបន្តិចបាទជាយើងឃើញយើងបង្កើតទំរង្វង់បានហើយបាទមានព័ត៌មានដែលយើងត្រូវមើលបន្ថែមបាទពីព្រោះនៅលើ game របស់ whole ទាំងពីរបាទវាមាន feature ហើយមួយដែលយើងត្រូវមើលបាទគឺជា feature ដែលយើងអាចមើលចេញពីប្លង់ខាងមុខនេះបានបាទគឺចំនួន4បាទហើយ provide របស់ feature គឺ 0.060 បាទមុំរបស់ feature មួយហ្នឹងបាទគឺ45 degree បាទអញ្ចឹង feature ដែលមាន game ជ្រុងអញ្ចឹងយើងឲ្យឈ្មោះថាហើយយើងឲ្យឈ្មោះថា chamfer បាទអញ្ចឹងយើងចូលទៅក្នុង chamfer បាទបន្តមកទៀតបាទសូមរំកិលរូបឡើងលើបន្តិចបាទយើងត្រូវការដាក់ទំហំឲ្យ chamfer ហ្នឹងគឺ0បាទចុច0បាទ60អូខេឥឡូវយើងមានទំហំនៅក្នុង item to chamfer បាទយើងអាចបាទ select game 1បាទ2បាទអញ្ចឹងយើងឃើញថា SolidWorks ចាប់ផ្ដើមបង្កើត game ហ្នឹងទៅជាបាទ game ជ្រុងមជ្ឈិតមុំ45 degree បាទហើយតែមិនយើងនឹង45នេះនៅ option មួយនេះយើងឃើញមានលេខ45 degree យើងបញ្ចូលបានណាបាទឥឡូវយើងសម្រេចបាន chamfer បាទយើង click OK បាទយើងចេញមកក្រៅបាទអញ្ចឹងយើងឃើញថា part របស់យើងចាប់ផ្ដើមមានបាទgame មជ្ឈិតណាបាទជា chamfer អូខេអ្វីដែលយើងនៅខ្វះគឺជាបាទ feature 2ដែលយើងត្រូវគូចតុកោណបាទហើយកាត់ទម្លុះបាទទៅក្រោមអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមចេញពី face មួយនេះបាទយើងបង្វិល face បាទរួចហើយបាទយើងត្រូវការ tool ចតុកោណមួយបាទអញ្ចឹងយើងយក tool ចតុកោណដែលគូសចេញពី game បាទអញ្ចឹងយើងចាប់គូសចេញពី game ត្រួតជាមួយនឹងបន្ទាត់ហើយយើងអូសវាមកបន្តិចបាទមួយទៀតបាទយើងត្រូវដឹងថាតើចតុកោណហ្នឹងគឺទំហំប៉ុន្មានណាបាទអញ្ចឹងប្រសិនបើយើងមើលហើយនៅលើបាទបើសិនជាយើងមើលនៅលើប្លង់ top view បាទយើងនឹងឃើញចតុកោណហ្នឹងគឺទំហំ 1.25 ណាបាទអញ្ចឹងយើងវាយ double click ដើម្បីកែបាទហើយទំហំរបស់ចតុកោណបាទ1.25ឥឡូវយើងត្រូវការបាទទទឹងរបស់ចតុកោណគឺ 0.25 ណាបាទយើងប៉ះបន្ទាត់បាទនេះយក Smart Dimension មកប្រើ 0.25 អូខេឥឡូវយើងបានចតុកោណតែប៉ុន្តែបន្ទាត់ទាំងពីររបស់ចតុកោណរបស់យើងនេះបាទនៅជាពណ៌ហើយ Q នៅឡើយមានន័យថាវាអត់ទាន់បាទ well defined ណាអូខេអញ្ចឹងយើងត្រូវប្រាប់ពីទីតាំងរបស់ចតុកោណរបស់យើងអាចប្រើហើយយើងអាចប្រើ smart dimension ក៏បានប៉ុន្តែក្នុងនេះយើងចង់ប្រើ add relation យើងចង់ឲ្យវានៅចំកណ្ដាលណាបាទយើងយក add relation បាទហើយយើងយកហើយបាទនៅក្នុង selected entity នេះបាទយើងជ្រើសយកគោលតម្រុយបាទឬហើយយើងទៅរាវនៅលើបន្ទាត់នេះបន្តិចដើម្បីរក mid point ឥឡូវយើងបាន point បាទយើងបាន origin បាទយើងរើស option មួយគឺ vertical បាទឥឡូវចតុកោណរបស់យើងត្រូវរត់ទៅត្រង់ជាមួយនឹងគោលតម្រុយតាមជួរឈរ vertical យើង click OK បាទអញ្ចឹងយើងវាយ control 7ដើម្បីមើល 3D បន្តិចបន្តមកទៀតយើងអាចចូល feature យើងយក extrude cut បាទក្នុងករណីនេះយើងអាច cut through all បានណាបាទយើងកាត់ទម្លុះទាំងអស់បាទទិសដៅអូខេឥឡូវយើងបានកាត់មួយប្រឡោះហ្នឹងយើងនៅសល់ប្រឡោះខាងលើនេះណាបាទអញ្ចឹងយើងរំកិលចូលមកខាងក្រោមបន្តិចបាទរួចហើយបាទយើងបង្វិលរូបរបស់យើងបាទយើងត្រូវការគូចតុកោណដូចបាញ់មិញអញ្ចឹងបាទអូខេយើងចូលទៅ corner បាទ rectangle corner អូខេហើយយើងចង់ឲ្យមាន snap បាទយើងអាចអូសទៅចតុកោណមួយដែលយើងមានខាងក្រោមហ្នឹងបាទហើយយើងអូសមកចតុកោណនេះបន្តិចដើម្បីយើងរកបាន snap បាទយើងធ្វើទៅចំប្រឡោះហ្នឹងបាទអញ្ចឹងយើង complete បាទ dimension បាទទំហំរបស់វាបាទប្រសិនបើយើងមិនចង់ប្រើ dimension ទេបាទយើងអាចប្រើ add relation បាទហើយយើងមក select យក គេមួយនេះបាទហើយហ្នឹង
បាទទាំងចតកោនេះយើងយក equal ណាអូខេយើង click OK តទៅទៀតបាទយើងអាចមើល add relation ម្ដងទៀតបាទយើង select យក game របស់ចតកោដែលយើងគូខាងលើនេះហើយយើងមកយកបាទហើយប្រវែងបាទជ្រុងចតកោមួយទៀតបាទអូខេបាទអញ្ចឹងយើងបាន line ទាំងពីរនេះយើងអាចឲ្យ equal បាទណាឥឡូវបាទយើងមានប្រវែងស្មើគ្នាហើយយើងត្រូវដាក់បន្ទាប់គឺបាទយើងចង់ឲ្យបាទចំណុច midpoint របស់ហើយចតុកោណមួយនេះបាទ line ហ្នឹងបាទរត់ត្រង់ជួរគ្នាណាបាទអញ្ចឹងយើងចូល add relation បាទហើយយើងមកចាប់យកគោលតម្រុយមួយបាទហើយយើងរាវម្ដុំនេះបាទរក midpoint តោះមកយើងដាក់ដូចយើងធ្វើលើកមុនអញ្ចឹងបាទយក vertical បាទឥឡូវយើងបានអូខេ sketch បាទយើង control 7ដើម្បីមើល 3D យើងអាចរំកិលដោយប្រើ control សញ្ញាព្រួយហើយបាទលើកនេះគឺយើងចូល feature យើងយក extruded cut បាទប៉ុន្តែយើងអត់ cut ទាំងអស់ទេយើងចង់ cut មកនៅត្រឹមផ្ទៃនេះណាបាទអញ្ចឹងនៅក្នុងនេះយើងយក option មួយរបស់ direction បាទគឺយើងយក up to surface បាទ server ឆ្លាតណាស់បាទបញ្ចេញបាទ surface មកឲ្យយើងរក surface អញ្ចឹងយើងយកមកប៉ះបាទ surface មួយនេះបាទព្រោះយើងចង់កាត់នៅត្រឹមហ្នឹងហើយយើង click OK បាទឥឡូវយើងបានបាទ part 3របស់យើងបាទរួចរាល់អូខេបាទយើងអាច delete បាទ image នេះចោលបានបាទហើយបាទយើងឃើញ part 3របស់យើងបាទយើងអាច zoom to window អូខេបាទមួយទៀតយើងអាច right click នៅលើនេះបាទហើយទៅយើងអាចចង់ដូរពណ៌បាទអូខេអញ្ចឹងយើងអាចចូលមកកន្លែង color បាទអូខេតែជាបាទខ្ញុំដាក់ពណ៌លឿងចុះបាទអញ្ចឹង part របស់យើងបាទចប់ត្រឹមហ្នឹងបាទអរគុណច្រើន